ទេប៉ាខ្ញុំអាចនិយាយពាក្យបដិសេធការរៀបការរបស់អ្នកជាមួយ Cheng Sentenya ខ្ញុំនេះពិតជាគួរឲ្យអស់សំណើចណាស់ក្មេងនេះភ្លេចទេចុះអត្តសញ្ញាណរបស់អ្នកវិញខ្ញុំនៅតែរស់នៅក្នុងពិភពស្រមើស្រមៃរបស់ខ្ញុំបងប្រុសទី2កុំច្បាស់បុរសក្រីក្រនេះពួកគេទាំងអស់ចូលចិត្តរស់នៅក្នុងពិភពស្រមើស្រមៃរបស់ពួកគេខ្ញុំគ្រាន់តែចូលចិត្តប្រើ fantasy បំពេញតម្រូវការខាងវិញ្ញាណរបស់អ្នកអូនស្រីណែនមិនបានកុហកអ្វីដែលនាងនិយាយគឺជាការពិតតើអ្នកបានឃើញចិញ្ចៀនពេជ្រធំពីរ50លានទេវាជាអាយុ100ឆ្នាំរបស់យើងដាក់វាឲ្យខ្ញុំចុះចុងឆ្នាំវិញចិត្តរៀបការហើយមិនក៏ចង់បែកគ្នាតើអ្នកមើលទៅដូចចិញ្ចៀនពេជ្រនេះទេដូចជា 2.50 លានខ្ញុំមិនដឹងប៉ុន្តែអ្នកមើលទៅដូចថា 2.50 លានដកស្វាស្តិកាចេញអ្នកគ្រាន់តែនិយាយថាអ្នកចង់ប្រើគ្រូសាឆាងដើម្បីលើកកម្ពស់ស្ថានភាពរបស់អ្នកនៅក្នុងយ៉ាងចឹងត្រូវដូច្នេះតើអ្នកធ្លាប់គិតថាគ្រូសាឆាងរបស់ពួកគេចង់បញ្ចូលគ្រូសាលេនរបស់អ្នកដែលមិនអាចទៅរួចឬទេគ្រូសាឆាងមានអាជីពដ៏អស្ចារ្យតើវាអាចភ្ជាប់យើងដោយរបៀបណាគ្មានអ្វីដែលមិនអាចទៅរួចនោះទេគ្រូសាមេងនិងគ្រូសាហ៊ីវទាំងពីរមានកូនស្រីហើយហេតុអ្វីបានជាពួកគេមិនជ្រើសរើសពួកគេទាំងពីរហើយជ្រើសរើសអ្នកដែលមិនគួរឲ្យកត់សម្គាល់នេះតើខ្ញុំធម្មតាណីណាអូននៅតែស្អាតសម្រស់អូននឹងមេងជាផ្ទះធៀបនឹងកូនស្រីពីរនាក់តើអាចប្រៀបធៀបបានទេលើសមត្ថភាពរៀនអ្នកមិនអាចប្រៀបធៀបជាមួយអូនស្រីរបស់អ្នកបានទេមហាវិទ្យាល័យរបស់អ្នកនៅតែជាមួយគ្រូសារបស់អ្នកគម្លាតរវាងអ្នកនិងCheng100ឆ្នាំគឺអស្ចារ្យពេកហើយហេតុអ្វីបានជាគាត់ជ្រើសរើសអ្នកវាពិតជាមិនត្រឹមតែសម្រស់របស់អ្នកទេអ្វីដែលKevinនិយាយគឺមិនសមហេតុផលទេខ្ញុំគិតថាអ្នកនៅតែប្រយ័ត្នគ្រួសាររបស់Chengខ្ញុំគិតថាអ្នកគួរតែប្រុងប្រយ័ត្នចំពោះអ្នកដែលច្រណែនមិនឃើញខ្ញុំនឹងអាយុ100ឆ្នាំដូច្នេះខ្ញុំមានចិត្តណាចង់សាបព្រោះចំនួនបងអូនស្រីតូចកុំស្ដាប់ពាក្យសម្ដីរបស់គេចាំគ្រូសាលីនរបស់យើងពឹងលើគ្រូសាឆាងទើបមានការអភិវឌ្ឍគេដឹងថាត្រូវនិយាយអ្វីសប្តាហ៍ថ្ងៃនេះវាគួរឲ្យអស់សំណើចយ៉ាងណាជឿមិនជឿរមៀលអ្នកទាំងអស់គ្នាចេញពីទីនេះខ្ញុំមិនចង់ជួបអ្នកទេខេគីហេហេCheng Gongសេអ្នកក៏មកអបអរថ្ងៃកំណើតរបស់អ្នកដែរកូនល្អអ្នកណាធ្វើឲ្យអូនខឹងអ្នកណាធ្វើបាបអ្នកប្រាប់ខ្ញុំខឹងនឹងអ្នកគឺពួកគេទាំងអស់ពួកគេបានសហការគ្នាដើម្បីធ្វើបាបខ្ញុំហ៊ានធ្វើមិនសំបីស្ត្រីវ័យ100ឆ្នាំក៏ហ៊ានធ្វើបាបខ្ញុំដែរតើអ្នកជានរណាអ៊ីបេវ៉ាន់ហេអ្នកគឺជាអ្នកដែលបានបោះបង់ចោលប្រពន្ធរបស់គាត់អ៊ីបេវ៉ាន់ជាកូនដែលត្រូវគេបោះបង់គំនិតល្អស្ត្រីដែលធ្វើបាបខ្ញុំពេលខ្ញុំត្រឡប់មកវិញអ៊ីបេវ៉ាន់ខ្លាចអ្នកមិនចេះសរសេរពាក្យស្លាប់មើលទៅភាពតានតឹងរវាងអ្នកទាំងពីរប្រហែលជាពិតជានឹងចាប់ផ្ដើមពិធីជប់លៀងគូកំណើតដ៏ល្អមួយត្រូវខូចខាតCheng Gong ថ្ងៃនេះគឺជាពិធីជប់លៀងរបស់ប៉ាខ្ញុំគិតថាយើងគួរតែជាការល្អដែលមិនឲ្យមានចំនួនអ្នកពិតជាអាចនិយាយបានថាប្តីរបស់អ្នកបានបញ្ចប់ការសម្លុតស្ត្រីរបស់ខ្ញុំអ្នកចង់ឲ្យខ្ញុំអនុញ្ញាតឲ្យវាទៅតើអ្នកចង់បានអ្វីជារឿយខ្ញុំមានអាយុ100ឆ្នាំវាជាទីក្រុងពុកយ៉ាងណាក៏ដោយអ្នកណាដែលមានក្បាលនឹងមុខបើខ្ញុំរំខានអ្នកវាកំពុងធ្វើបាបអ្នកបាត់ដូច្នេះត្រូវខៅថៅសារភាពកំហុសចំពោះកូនខ្ញុំនឹងអត់ទោសឲ្យអ្នកមនុស្សក្នុងវ័យ30ឆ្នាំត្រឡប់មកវិញទីរកក្នុងមួយខំមួយគួរឲ្យខ្ពើមណាស់កៅថៅនឹងសុំទោសអ្នកមិនអាចមានលទ្ធភាពទិញវាបានទេគុំនិយាយថាមិនអាចទ្រាំបានអ្នកគ្រាន់តែមិនចង់ទទួលស្គាល់កំហុសរបស់អ្នកថ្ងៃនេះជាថ្ងៃខួបកំណើតរបស់បុរសចំណាស់ខ្ញុំក៏មិនចង់បង្កបញ្ហាធំដែរប៉ុន្តែបញ្ហានេះមិនត្រូវបានដោះស្រាយនៅថ្ងៃនេះទេខ្ញុំនឹងទៅភ្លាម Hey Centenarian Hey Cheng Gong អ្នកគឺជាភ្ញៀវកិត្តិយសតើអ្នកអាចទៅបានដោយរបៀបណាយីបេវ៉ាន់សុំទោសឆាប់តើអ្នកពិតជាធ្វើឲ្យលោក Cheng ខឹងមែនទេសុំទោសខេកនេះមកពី Cheng Gong ឱកាសចុងក្រោយរបស់អ្នកគាត់មិនសមនឹងទទួលបានវាទេយីបេវ៉ាន់អ្នកត្រូវជ្រើសរើសថ្ងៃនេះ right នៅថ្ងៃដ៏សំខាន់មួយធ្វើឲ្យមានបញ្ហាគ្រាន់តែធ្វើឲ្យមានបញ្ហាឥឡូវពិធីខួបកំណើតរបស់ប៉ាចាប់ហើយកូននឹងបានសុខអូខ្ញុំឃើញអ្នកមិនអីទេថ្ងៃនេះខ្ញុំនៅទីនេះដើម្បីអបអរថ្ងៃកំណើតរបស់ប៉ាគោលបំណងដើមរបស់អ្នកខ្ញុំគ្រាន់តែចង់បំផ្លាញកម្មវិធីខួបកំណើតរបស់ប៉ាដើម្បីសងសឹកគ្រូសាលីងបងស្រីខ្ញុំក៏មិនបានគិតអំពីវាដែរធ្វើឲ្យខូចដល់ថ្ងៃខួបកំណើតរបស់ប៉ាតាំងពីយើងចូលមករហូតដល់ឥឡូវនឹងឯងតើវានៅតែជាកំហុសរបស់យើងទេអ្នកណាយគឺត្រូវ Centenarian ខ្ញុំមិនបានកំណត់គោលដៅពួកគេទេខ្ញុំគ្រាន់តែបញ្ជាក់ការពិតវាជាគាត់ទាំងអស់គាត់បាននិយាយថាអ្នកនៅជាមួយខ្ញុំរូបភាពអាជីវកម្មគ្រូសាលេនរបស់យើងប្រាប់គាត់ថានេះជាករណី Keki យើងនៅជាមួយគ្នាជាង10ថ្ងៃស្គាល់ខ្ញុំអត់ខ្ញុំពិតជាចូលចិត្តអ្នកខ្លាំងណាស់ខ្ញុំចង់រៀបការជាមួយអ្នកវាមិនមានការព្រួយបារម្ភចំពោះទ្រព្យសម្បត្តិរបស់គ្រូសាលេនទាំងអស់ទេតើអ្នកបានឮទេរាប់រយឆ្នាំមិនដែលគិតពីវាតតែសោះរឹបអូសទ្រព្យសម្បត្តិគ្រូសាលេនរបស់យើងអ្នកគ្រាន់តែច្រណែននឹងខ្ញុំដូច្នេះប្រហែលជាអញ្ចឹង100ឆ្នាំអត់មានបងប្អូនទេហើយអ្នកខ្លះមកបង្រៀនគេជាមេរៀនផ្ដោតដង្ហើមអាក្រក់ដល់ខ្ញុំកុំបារម្ភខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេដើរចេញពីអគារ Suichin ដោយគ្មានគ្រោះថ្នាក់ឡើយខ្ញុំបានដឹងហើយអ្នកគឺល្អបំផុតសម្រាប់ខ្ញុំឬឯងឆ្លុះគ្នាឯងថាម៉េចអូជាទីស្រឡាញ់តើអ្នកកំពុងប្រកែកអំពីអ្វីឬឯងឆ្លុះគ្នាឯងថាម៉េចប៉ាCheng Gongនៅទីនេះដើម្បីអបអរថ្ងៃកំណើតរបស់អ្នកយីវិនមកនេះមកអង្គុយចុះមកដល់ពេលអង្គុយហើយប៉ាទីបំផុតអ្នកនៅទីនេះហើយបងស្រីខ្ញុំនិងគ្រូសានាងកំពុងធ្វើបាបខ្ញុំគាត់ក៏និយាយអាក្រក់អំពី Cheng Gong អ្នកត្រូវតែហៅអ្នកបាញ់ឲ្យខ្ញុំ It's Father Desi Bevan ទើបតែពេលនេះក៏បានធ្វើឲ្យ Cheng Gong ខឹងស្ទើរតែបំផ្លាញពិធីខួបកំណើតរបស់អ្នកហេតុអ្វីបានជាអ្នកឲ្យអ្នកទាំងនេះអង្គុយនៅទីនេះឲ្យគេទៅប៉ាគ្រូសាគេមិនមកធ្វើបុណ្យខួបកំណើតឯងមករកកំហុសប៉ាខ្ញុំបានលើម្ដាយខ្ញុំនិយាយថាគ្រូសាអ៊ីដែលខ្ញុំទើបតែបានជំពាក់បំណុលគេច្រើនគេត្រូវតែមកទីនេះលើកនេះដើម្បីឲ្យយើងសងបំណុលគេមិនត្រូវសន្យានឹងគេទេប៉ាកុំសន្យាអីគេគីសុំទោសបងស្រីនិងអូនថ្លៃប៉ាខ្ញុំគិតថាអ្នកខុសហើយពួកគេគួរតែសុំទោសខ្ញុំចង់ឲ្យបងសុំទោសបងស្រីនិងអូនថ្លៃរបស់អ្នកអត់ទេខេគីរួយនេះជាបងស្រីរបស់អ្នកកុំតូចជួយធំរួយធ្វើឲ្យបងស្រីខ្ញុំខឹងធ្វើយ៉ាងណាធ្វើឲ្យខ្ញុំមិនសុំទោសអ្នកខេគីត្រូវបានបំផ្លាញដោយខ្ញុំតាំងពីខ្ញុំនៅក្មេងកុំប្រកាន់ឥឡូវនេះយើងទាំងអស់គ្នានៅទីនេះញ៉ាំវាញ៉ាំ100ឆ្នាំតើឪពុកមានវ័យច្របូកច្របល់ឬឲ្យខ្ញុំសុំទោសពួកគេទីរកមើលពីរបៀបដែលខ្ញុំធ្វើឲ្យពួកគេអាម៉ាខ្ញុំនឹងប្រាប់អ្នកពីអ្វីគ្រូសារបស់ Hibeven ត្រូវបានហៅមកខ្ញុំប្រាប់ខ្ញុំអំពីអ្វីមួយដោយសារតែមិនមានមិត្តបរិភោគអ្នកត្រូវបានស្វាគមន៍មកកាន់ក្រុមគ្រួសាររបស់អ្នកផ្ទាល់សូមរីករាយមិនធម្មតាឪពុកខ្ញុំនិយាយត្រូវចំពោះយើងតើអាកប្បកិរិយារបស់អ្នកផ្លាស់ប្ដូរយ៉ាងដូចម្តេចហើយនោះជារឿងល្អវាមានន័យថាឪពុកសប្បាយចិត្តពីអ្វីដែលខ្ញុំដឹងអំពីគាត់វាមិនមែនជាការពិតទេមិនធម្មតាតើគាត់សុំឲ្យអ្នកធ្វើអ្វីមួយរយៈ
កុំសន្យាញ៉ាំមុនគ្មានសិលធម៌ខុសកំណត់របស់មនុស្សចាស់មិនទាន់បានប្រារព្ធនៅឡើយទេញ៉ាំវាដោយខ្លួនឯងប៉ាខ្ញុំសូមជូនពរអ្នកឲ្យល្អបំផុតភ្នំចៅបិណ្ឌហេហេកូនល្អប៉ានេះគឺជាអំណោយរបស់ខ្ញុំសម្រាប់អ្នកនេះគឺត្រូវបានធ្វើឡើងនៃត្បូងថ្មល្អវិចិត្រឆ្លាក់តារាថ្ងៃកំណើតទោះទីអ្នកអាយុវែងខ្ពស់ជាងមេឃវាពិតជាស្អាតណាស់វាត្រូវបានរចនាយ៉ាងល្អ level like វាត្រូវតែមានលុយច្រើនមែនទេតម្លៃមិនថ្លៃប៉ុន្មានទេវូហ៎មិនមែនជាបង្គន់ទេគឺវ៉នអូជាទីស្រឡាញ់ហាហាលោកប្រវ័យក្មេងម្នាក់នេះពិតជាមានចិត្តសប្បុរសមែនជូនកាដូថ្លៃហេហេហេចឹងកងស៊ីមានបេះដូងណៃណាកន្លែងណាគ្រាន់តែការខ្វល់ខ្វាយពីយុវជនយីបឺវ៉ែនតាអ្នកបានជូនកាដូអ្វីកុំនិយាយថាទ្រង់បាននាំយកអំណោយប៉ុន្តែតើវាជាអ្វីបន្ទាប់មកខ្ញុំមិនដឹងទេខ្ញុំឃើញអ្វីដែលគាត់យកមកគឺសូមទោសយកវាចេញតើគាត់អាចមានរឿងល្អអ្វីខ្លះតើនេះជាអ្វីទៅនេះតើនេះជាអ្វីផ្កាដែលហៅថ្ងៃមួយយីបឺវ៉ែនខ្ញុំខ្មាស់គេពេកក្នុងការយកវាចេញជាអំណោយនេះគឺជាផ្កាឈូកព្រើសាវត្តអាចស្ងប់ស្ងាត់ជំងឺហឺតស្ងោបន្តិចរាល់ថ្ងៃអាចព្យាបាលជំងឺរលាកសួតខ្ញុំបាននិយាយថាយីបឺវ៉ែនអ្នកក្លាហានពេកហើយអ្នកនិយាយថាស្មៅនេះអ្នកប្រើវាធ្វើពុតជាផ្កាឈូក1000ឆ្នាំនេះនឹងធ្វើឲ្យឪពុកខ្ញុំផឹកស៊ីបញ្ហាតើអ្នកអាចទទួលខុសត្រូវបានទេនោះគឺជាបើអ្នកមិនអាចបញ្ជូនវាបានកុំបញ្ជូនវាទៅប៉ាគាត់មិនចង់ស្អប់អ្នកទេប៉ានេះពិតជាព្រើអាយុ1000ឆ្នាំខ្ញុំមិនបានកុហកអ្នកទេយល់ព្រមខ្ញុំជឿថាវាជាការពិតប៉ាខ្ញុំចូលចិត្តវាខ្លាំងណាស់យកទៅប៉ាគាត់នឹងសម្លាប់អ្នកនឹងសោកស្ដាយវាបិទយីបឺវ៉ែនគឺជាកូនប្រុសពាក់កណ្ដាលរបស់ខ្ញុំគាត់នឹងមិនធ្វើបាបខ្ញុំទេនិយាយតិចថ្ងៃនេះជាថ្ងៃកំណើតរបស់ឪពុកអ្នកសូមរីករាយ Centenarian កាត់ឡើងដើម្បីរៀនអស់តើវាជា Snow Lotus អ្នកអាចស្គាល់វាបានភ្លាម Centenarian អ្នកអាចពិនិត្យមើលវាសម្រាប់ភាពត្រឹមត្រូវវាជាផ្កាជូកព្រើពិតប្រាកដខ្ញុំនឹងយកវាមកឲ្យអ្នកមើលឲ្យច្បាស់កុំមើលឲ្យសោះខ្ញុំដឹងថាវាពិតឬមិនពិតបន្តិចមើលពិតទេ Centenarian ពិតជាមើលដោយប្រុងប្រយ័ត្ននេះគឺជាផ្កាជូកព្រើពិតប្រាកដវាជាផ្កាជូកព្រើពិតប្រាកដប៉ុន្តែនេះមិនមែនជាផ្កាពេញលេញទេវាជាការជួសជុលមិនបាច់និយាយថា Millennium Snow Lotus នេះទេមិនត្រឹមតែ100ឆ្នាំទេខ្ញុំបានដឹងហើយតើគាត់អាចមានរឿងល្អអ្វីខ្លះទោះវត្តនៃវត្ថុវាត្រូវតែនិយាយថា1000ឆ្នាំអ្នកពិតជាដាក់មាសនៅលើមុខរបស់អ្នកមិនអីទេប្រហែលជាយីបឺវ៉ែននៅទីនោះខ្ញុំត្រូវបានគេបោកប្រាស់នៅពេលខ្ញុំទិញវាមិនអាចបន្ទោសគាត់បានទេប៉ាតើថ្ងៃនេះមានរឿងអ្វីនិយាយទៅកាន់គ្រួសារអ៊ីនៅគ្រប់ទីកន្លែងប៉ាចាំមើលថាអំណោយទី2ជាអ្វីយីបឺវ៉ែនតើអ្នកចង់មានន័យអ្វីថ្ងៃនេះជាថ្ងៃគូកំណើតឪពុកខ្ញុំអ្នកជូនកែវមួយឈុតដល់ឪពុកខ្ញុំតើអ្នកគិតថាគ្រួសារលេនរបស់យើងមិនមានសំណាងគ្រប់គ្រាន់ទេមែនទេប៉ាគាត់កំពុងផ្ញើការខ្លាំងៗម្ដងទៀតការផ្ដោតពេញមួយទៀតតើគាត់មានន័យយ៉ាងណាគាត់ពិតជាមិនរំពឹងថាពួកយើងនឹងល្អនោះទេបងអូនស្រីនេះជាឈុតតែរីកវាត្រូវបានគេយកមកដាក់ដេញថ្លៃហើយឈុតតែត្រូវបានគេហៅថាពេងអ្នកជាអ្នកដែលមិនចង់ឲ្យគ្រួសារលេនល្អមែនទេតើអ្នកចង់មានន័យដូចម្ដេចសំណុំនៃពេងនេះវានៅតែត្រូវបានប្រើប្រាស់ដោយអធិរាជខ្ញុំមិនដឹងថាតើវាត្រូវបានប្រើប្រាស់ដោយអធិរាជទេប៉ុន្តែខ្ញុំដឹងថាវាមានតម្លៃច្រើនខ្ញុំគិតថាខ្ញុំធ្លាប់ឃើញឈុតតែនេះពីមុនមកវាហាក់បីដូចជានៅការដេញថ្លៃកាលពីឆ្នាំមុនទីបំផុតក្នុងតម្លៃ50លានឈុតតែរីកដែលបានលក់គឺដូចគ្នាបេះបិទនឹងឈុតនេះ Centenarian តើអ្នកបានមើលដោយប្រុងប្រយ័ត្នទេ This really that set ឈុតនោះត្រូវបានពូម៉េងយកទៅបាត់មេឃ college ចេញជាមួយឯងដូច្នេះឈុតរបស់អ្នកត្រូវតែជាការខ្លាញ់បន្លំខ្ពស់អ្នកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្ញុំគិតថាខ្ញុំបានទម្លាក់50លានវាបានខ្លាយជាការខ្លាញ់បន្លំខ្ពស់នេះគឺជារបស់ខ្លាញ់មួយផ្សេងទៀតការខ្លាញ់បន្លំខ្ពស់មួយទៀតខ្ញុំពិតជាមិនអាចមានលទ្ធភាពទិញតែមួយឈុតតែស្អាតបែបនេះអាណិតណាស់តើអ្នកកំពុងធ្វើអ្វីវាពិតជាល្អណាស់អ្នកអាចធ្វើឲ្យវាខ្លាយជាការពិតប៉ុន្តែអ្នកចាំថាវេកគឺតែងតែខ្លាញ់វានឹងមិនដែលជាការពិតទេមានន័យថាឈុតនេះក៏ពិតដែរបាត់យីបឺវ៉ែនតើអ្នកអាចបញ្ជាមុខរបស់អ្នកបានទេខ្ញុំបានប្រាប់អ្នកឈុតនោះនៅជាមួយពូម៉េងនេះជាអ្វីដែលពូម៉េងផ្ដល់ឲ្យខ្ញុំហាពេលឃើញជូពិតជាមិនស្រក់ទឹកភ្នែកមែនទេខ្ញុំទើបតែទៅជួបពូម៉េង2ថ្ងៃមុនខ្ញុំបានឃើញឈុតតែនេះពូម៉េងខ្លួនឯងមិនហ៊ានប្រើទេគាត់នឹងយកវាមកជូនយល់ព្រមអ្នកនិយាយត្រូវនេះទើបតែបានឲ្យយើង2ថ្ងៃមុនគិតអីក៏ល្អម្លេះវាជាកាដូថ្ងៃកំណើតដល់ជីតាខ្ញុំពេលនេះអស់ហើយខូចដោយអ្នកនេះជាការខ្លាញ់បន្លំខ្ពស់ប្រសិនបើនេះជាការពិតខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកទ្វេដងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅគោលដៅតូចមួយទុកតាតូចឈុតតែពេលនេះខូចហើយតើអ្នកប្រាប់យ៉ាងណាថាវាពិតសាមញ្ញខ្ញុំនឹងហៅពូម៉េងហៅមិនបានទេអ្នកចាំតែទះមុខបរិសុទ្ធចំណាស់អ្នកមិនដឹងពីរបៀបដើម្បីបញ្ចុះបញ្ចូលអ្វីដែលត្រូវបញ្ចុះបញ្ចូលយីបឺវ៉ែនត្រូវស្លាប់នៅថ្ងៃនេះទោះបីជាយ៉ាងណាក៏ដោយសូមឲ្យគាត់មានអាយុវែងបន្តិចមានរឿងអីពូម៉េងអត់លើកទូរស័ព្ទទេប្រហែលរវល់បាទពូម៉េងនឹងឃើញការខកខានរបស់អ្នកក្នុងពេលឆាប់នេះខ្ញុំប្រកាសជានឹងត្រឡប់មករកអ្នកវិញពួកគេមិនអាចទៅឆ្ងាយបានទេអំណោយចុងក្រោយនេះខ្ញុំខ្លាចថាវាមិនខ្លាំងខ្លាយស្រាយហេតុអ្វីបានជាវានៅជាមួយអ្នកនេះគឺជាស្រានៅទីនេះគឺទឹកសន្សំពេលព្រឹកញ៉ាំជាមួយ Meridians ដើម្បីឆ្លងកាត់ស្រទាប់នៃការបញ្ចាំងបន្ទាប់ពី100ឆ្នាំអ្នកនឹងទទួលបាន200អហើយវាមិនដំណើរការទេដបកែវនិងប៉ូស៊ីឡែនសម្រាប់ខ្ចប់វាបំផ្លាញរសជាតិមានតែជារីដែលមានគុណភាពខ្ពស់ប៉ុណ្ណោះដែលអាចប្រើបានធំដែលផលិតសម្រាប់ស្រាដើម្បីទទួលបានរសជាតិល្អបំផុតដូច្នេះពិបាកអ្នកមិនអាចទិញវានៅលើទីផ្សារបានទេពិតណាស់តាមខ្ញុំដឹងមានតែ5ដបទេនៅក្នុងប្រទេសតើវាមានតម្លៃប៉ុន្មានវត្ថុនេះវាមានតម្លៃមិនអាចកាត់ថ្លៃបានជារីខាងលើនៅតែមានតម្លៃប៉ុន្តែស្រានៅខាងក្នុងមានតម្លៃមិនអាចកាត់ថ្លៃបានឆេងកងស៊ីចេះដឹងច្រើនច្បាស់ណាស់ខ្ញុំមានដបនៅផ្ទះហើយវាជាដបតែមួយគត់នៅយ៉ាងឆេងហើយអ្វីបានជាវារត់មករកអ្នកប្រាប់ខ្ញុំអំពីវាត្រូវតែខ្លាញ់ម្ដងទៀតអ្វីដែលគេហៅថាត្បូងខ្ញុំខ្លាចថាវាមិនធ្វើពីកញ្ចក់ពិតប្រាកដ
នេះគឺមកពី Chencon តើអ្នកបានហៅ Chencon ទេខ្ញុំឪពុករបស់ខ្ញុំមិនអាចទ្រាំនឹងការផឹកតើវាអាចឲ្យវាទៅឲ្យអ្នកតើអ្នកជួបខ្ញុំទេរួចហៅឪពុករបស់អ្នកថាអខ្ញុំនឹងធ្វើវាឥឡូវនេះប្រញាប់ឡើងប៉ាចុះការប្រជុំវិញ Ford Doc Strategy Jade Liquid តើអ្នកនៅផ្ទះយើងទេខ្ញុំបានផឹកវាអុកតើអ្នកបានឮទេប៉ាខ្ញុំផឹកដុកនេះដោយខ្លួនឯងមិនក៏នៅក្នុងដៃដូច្នេះពោពេញទៅដោយការកុហកឥតអៀងខ្មាស់អ្នកហៅ Chencon ដឹងអីទេហើយទៅពេលដែលកូនប្រាប់ថាមិនឃើញប៉ាខ្ញុំអាចហៅបាននោះខ្ញុំនឹងហៅទៅអ្នកសុខសប្បាយជីទេបើកូនអាចហៅប៉ាបានខ្ញុំហូបឆ្អែតឆ្អន់អ្នកនឹងញ៉ាំអាហារនេះ Chencon អ្នកមានពេល3នាទីទៅបន្ទប់ឯកជនរបស់ Switching National Color និង Chengcheng 1 វិនាទីក្រោយមកយើងបញ្ចប់កិច្ចសហប្រតិបត្តិការហេធ្វើពុតដូចវាកូននៅតែមានលេខទូរស័ព្ទរបស់ប៉ាខ្ញុំតើប៉ាខ្ញុំមានរឿងអ្វីជាមួយអ្នកតើយើងអាចធ្វើអ្វីជាមួយអ្នកពណ៌ស្គមបង្ខាំងទំនុកចិត្តលើខ្លួនឯងរបស់មនុស្សចាំតតែប៉ាមិនមកគាត់មិនអាចជួមុខបានទេមិនអាចជួបាននោះជាអ្វីដែលគាត់បានសុំប្រសិនបើវាមិនមែនសម្រាប់ការពិតថាលោកឆេងដឹងល្បិចមួយចំនួនយើងទាំងអស់គ្នាត្រូវបានគាត់បញ្ឆោតមិនថាអ្វីដែល Yibeven ផ្ញើមកតាមមានអ្វីពិតឬខ្លាំងៗអស់ចិត្តជប់និយាយយើងត្រូវចាំថ្ងៃអនាគតយើងនឹងក្លាយជាគ្រួសារចាប់ពីពេលនេះទៅ Yibeven ហេតុអ្វីបានជាអ្នកមិនធ្វើនំជូនប៉ារបស់អ្នកហេយកព្រមខ្ញុំដឹកនំប៉ារីករាយថ្ងៃកំណើតហេអោកយើងនឹងក្លាយជាគ្រួសារចាប់ពីពេលនេះទៅ Happy Khom Khom បាត់ចាស់គ្រួសារយើងនៅពេលអនាគតអ្នកត្រូវការបេះដូងតែមួយហេមិនធម្មតាកូនធ្វើម៉េចថ្ងៃកំណើតរបស់ឪពុកអ្នកគឺថ្ងៃនេះតើអាចមាននំបញ្ចុកដោយរបៀបណារបស់ល្អចូលមកជាគូម៉ាក់ចាក់វាឲ្យអ្នកសូមគោរពលោកឪពុកអ្នកមកហេកូនប្រសាផឹកស្រាល្អហាហាត្រឡប់ទៅវិញយកព្រមហេមិនមែនមួយដំណក់ទេចាំមើលពេលក្រោយតើ Yibeven ស្លាប់ដោយរបៀបណាគួរឲ្យអាណិតណាស់ដែលកូនស្រីនិងចៅស្រីរបស់យើងគ្រាន់តែមើល Yibeven ស្លាប់នៅមុខគាត់អ្នកមានពេលអាណិតគាត់ហើយប្រឡេកមើលគ្រូសាលេនរបស់ពួកយើងបើគ្រូសាលេនមិនមែនសម្រាប់បងប្រុសគាត់មិនបានទៅជាបែបនេះខ្ញុំកំពុងតែយំអ្នកនិយាយតិចឆាប់ញ៉ាំហើយហេមករីករាយថ្ងៃកំណើតអ្នកយកព្រមនៅទីនេះអ្នកទៅក្មេងស្រីយកព្រម Yibeven នៅសល់30វិនាទីអ្នកស្លាប់ហើយអ្នកកំពុងរងចាំឪពុករបស់អ្នកមកដល់ឪពុករបស់អ្នកមិនអាចទទួលបានវាយ៉ាងចេញដកចេញខ្ញុំកំពុងរងចាំអ្នកដកឈ្មោះគ្រូសាឆេងរបស់ខ្ញុំចេញខ្ញុំកំពុងរងចាំអ្នកលុបឈ្មោះគ្រូសាឆេងរបស់ខ្ញុំប៉ាលោកឆេងហ្សងហៅលោកឆេងហ្សងហៅប៉ានេះហើយអ្វីបានជាអ្នកពិតជានៅទីនេះតើអ្នកកំពុងធ្វើអ្វីនៅទីនេះលោកចេងខ្ញុំប្រាប់អ្នកថានេះជា Yibeven ថ្ងៃនេះដើម្បីអបអរគូកំណើតឪពុកខ្ញុំខ្ញុំបានផ្ដល់ឲ្យឈុតតែខ្លាំងៗដែលមានគុណភាពខ្ពស់មួយឈុតជាអំណោយតើឈុតតែរីកប្រភេទណាអ្នកនិយាយថាគាត់កំ pl ចុះឈុតតែធ្លាក់ចុះខ្លាំងៗត្រូវតែធ្លាក់ចុះអ្នកណាធ្លាក់លោកឆេងខ្ញុំបានដួលសត្វត្រីឆាននោះជាការពិតទេប៉ាមិនមែនជាផលិតផលពិតជាមួយពួកmìnhទេ Yibeven គឺជាខ្លាំងៗហេអាចគួតតើអ្នកហៅ Yibeven ដែរទេលើកជង្គង់សុំទោសមកហេតុអ្វីបានជាអ្នកហៅគាត់ថាលោកយីហេតុអ្វីសុំទោសលើកជង្គង់ចុះលោកយីវាជាព្រះរបស់ខ្ញុំដែលអស់សង្ឃឹមឆ្កែបានធ្វើបាបអ្នកខ្ញុំនឹងតឹងរឹងតើមានអ្វីកើតឡើងនៅទីនេះ JD នេះទើបតែពេលនេះវាជាការពិតណាស់វាជាការពិតប៉ាអ្នកមិនបាននិយាយថាអ្នកបានផឹកស្រានោះអ្វីមួយដែលថ្លៃណាស់តើខ្ញុំសមនឹងទទួលបានភេសជ្ជៈទេមានតែលោកយីទេដែលសមនឹងទទួលបានលោកយីតើមនុស្សទាំងនេះបានជេរលោកទេដរាបណាអ្នកបញ្ជាខ្ញុំធ្វើឲ្យពួកគេបាត់ទាំងអស់ចាក់ខុសវិស័យខ្លីលោកយាយអ្នកហ៊ានប្រកែកមើលថាតើកូនបានរស់នៅគ្រប់គ្រាន់ហើយឬនៅគាត់គឺជាអ្នកដែលនៅសេសសល់ពីគ្រួសារយីសត្វត្រីឆាន4គ្រួសារនៅយ៉ាងឆេងកាវីដងជាច្រើនឆ្នាំមកនេះលោកយីបានលុបបំបាត់វាដោយខ្លួនឯងគាត់គឺជាវីរបុរសនៃយ៉ាងឆេងតើព្រះអង្គសង្គ្រោះដែលខ្ញុំទន្ទឹងរង់ចាំគ្រួសារ4ត្រូវបានគេលុបបំបាត់វាមិនអាចទៅរួចទេគ្រួសារធំទាំង4កំពុងដំណើរការនៅឡើយតើអ្នកដឹងទេលោកអ៊ីបានកាន់កាប់គ្រួសារទាំង4ដោយមានអំណាចពេញលេញឥឡូវនេះគ្រួសារអ៊ីនៅយ៉ាងឆេងគឺជាគ្រួសារតែមួយអូជាទីស្រឡាញ់បុរសចំណាស់កុំបំភ័យខ្ញុំគ្រួសារលេនរបស់យើងត្រូវបានបញ្ចប់លោកយីតើត្រូវធ្វើអ្វីជាមួយមនុស្សទាំងនេះYibevenយើងទាំងអស់គ្នាជាគ្រួសាររបស់អ្នកមែនទេអ្នកគិតពីគ្រួសារតើអ្នកមិនអាចធ្វើបាបយើងបានទេអ្នកក៏ទទួលខុសត្រូវចំពោះរឿងនេះដែរអ្នកមិនបានបញ្ជាក់ឲ្យច្បាស់ទេទើបតែពេលនេះអ្នកក៏ត្រូវចូលរួមក្នុងការទទួលខុសត្រូវដែរបាទ Yibevenអ្នកក៏ទទួលខុសត្រូវដែរយើងបាននិយាយរួចហើយទាំងនេះគឺជារឿងពិតវាគឺជាអ្នកដែលមិនជឿហើយអ្នកតើអ្នកបានធ្វើប្រសិនបើវាជាការពិតដើម្បីសម្រេចបាននៅគោលដៅតូចមួយតើនៅពេលណាដែលគោលដៅតូចនឹងត្រូវបញ្ចប់មិននិយាយចិត្តឆេវឆាវរបស់លោកមេងគឺល្អជាងតែងតែឆាប់ខឹងបើអ្នកប្រាប់គាត់ថាអ្នកបានបំបែកឈុតតែរបស់គាត់ជីវិតមិនគ្រប់គ្រាន់ដើម្បីបងមិនខ្ញុំមិនអញ្ជើញឡាវមេងមកកុំលោកខៅសូមអភ័យទោសឲ្យខ្ញុំបងខ្ញុំមិនមានលុយច្រើនទេបន្ទាប់មកបង្កើតYibevenគ្រប់គ្រាន់ហើយយ៉ាងណាមិញយើងក៏ជាគ្រួសារមួយដែរអ្នកបានសុំឲ្យពូទី2របស់អ្នកសរសេរយកតើអ្នកគិតថាវាសមរម្យទេសាកសំណាស់អ្នកសម្លុតយើងពេលគ្រួសារមួយមានគ្នា3នាក់ហេតុអ្វីខ្ញុំមិនគិតថាវាជាគ្រួសារយើងខ្ញុំត្រូវសង្វិញឥឡូវនេះផ្ទុយទៅវិញចូលប្រើសេចក្តីស្រឡាញ់គ្រួសារដើម្បីចាប់ពង្រត់យើងលោកយាយឲ្យលោកទៅផ្ទះទៅអុជធូបមិនឈាននៅថ្លៃប៉ាតើអ្នកខឹងអ្វីនឹងខេកអ្នកបាននិយាយម្ដងទៀតថានាងនឹងក្លាយជាកូនប្រសាររបស់អ្នកនាពេលអនាគតរំលឹកខ្ញុំភ្លេចខ្ញុំធ្លាប់មានអារម្មណ៍ថាខេកនៅតែជាកូនល្អឥឡូវនេះខ្ញុំអាចឃើញមុខមាត់ពិតរបស់នាងស្ត្រីបែបនេះមិនអាចចូលមកក្នុងទ្វារនៃគ្រួសារឆេងរបស់ខ្ញុំទេប៉ាត្រូវតែខឹងមែនទេ
Cùng haiខ្ញុំថាប៉ាខ្ញុំល្អចំពោះអ្នកខ្ញុំក៏បានទិញសម្លៀកបំពាក់ថ្មីឲ្យអ្នកនៅថ្ងៃមុនដែរប្រើលុយរបស់គ្រួសារចេញរបស់ខ្ញុំដើម្បីទិញសម្លៀកបំពាក់ឲ្យខ្ញុំតើអាចចាត់ទុកជាអំណោយពីអ្នកបានទេខ្ញុំបានបោះចោលសម្លៀកបំពាក់ទាំងអស់ទេប៉ាហើយអ្វីបានជាអ្នកបោះវាចោលវាមិនមែនជាលុយរបស់គាត់ទេទោះជានោះក៏ជាចិត្តណារបស់គេដែរមែនទេបាទប៉ាកូនប្រុសតូចរបស់ឆ្កេងញីនិយាយជាមួយខ្ញុំបែបនោះចំពោះនារីម្នាក់ដែលខ្ញុំមិនយល់ស្របនឹងអាពាហ៍ពិពាហ៍របស់អ្នកទុកឲ្យនាងប៉ុន្មានថ្ងៃនេះឲ្យលុយទាំងអស់មកវិញទេប៉ាអ្នកដឹងថាខ្ញុំស្រឡាញ់គីគីយកពមខ្ញុំនឹងបង្កកាតធនាគាររបស់អ្នកភ្លាមខ្ញុំមិនទទួលស្គាល់ថាអ្នកជាកូនចៅនៃគ្រួសារចេញរបស់ខ្ញុំទេបែកគ្នាពេលនេះប៉ាកុំប៉ះកាត់របស់ខ្ញុំអូនក៏ត្រូវបោះបង់អូនដែរកុំនិយាយគ្នាយើងជាង10ថ្ងៃតើខ្ញុំសងបងប៉ុន្មាននោះគឺ$10 លានអ្នកប្រគល់លុយឲ្យខ្ញុំវិញខ្ញុំមិនបានទិញថ្នាំឲ្យអ្នកណាប្រាប់អ្នកថាគុំធ្វើជាខ្លួនឯង3នាទីក្នុងពេលតែមួយតើអ្នកនឹងទិញថ្នាំអ្វីឲ្យខ្ញុំត្រកូលឆេងចាស់យើងអត់ទាន់ដឹងទេប៉ាប្រញាប់ឡើងអ្នកចំណាយលុយខ្ញុំអ្នកមកដើម្បីលុយខ្ញុំសូមប្រគល់លុយមកខ្ញុំវិញល្អអ្នកមានអាយុ100ឆ្នាំកុំសោកស្ដាយវាខ្ញុំនឹងរកវិធីសងប្រាក់ដែលនៅសល់Ibevanអ្វីដែលគេបានធ្វើពេលនេះពិតជាហួសហេតុពេកគ្រាន់តែបង្រៀនគេជាមេរៀនហើយកុំធ្វើវាពេកយ៉ាងណាមិញយើងទាំងអស់គ្នាជាគ្រួសារនេះគ្រាន់តែនិយាយអ្វីមួយបើមិនដូច្នេះទេអ្នកក្រៅនឹងសើចចំអកបាទម៉ាក់យើងស្មោះត្រង់ Birthday for Father ពួកគាត់ទាំង3ពិបាកចិត្តយើងណាស់មិនមែនថាមិនបានឃើញទេកុំមកដើម្បីបញ្ឈប់វានៅពេលនោះទៅមុខឥឡូវនេះតើអ្នកអាចជាមនុស្សចម្លែកបន្តិចទៀតព្រះសំជាស្តាអ្នកបាននិយាយជាមួយម្ដាយរបស់អ្នកយ៉ាងដូចម្ដេចតើអ្នកបាននិយាយជាមួយម្ដាយរបស់ខ្ញុំយ៉ាងដូចម្ដេចអ្នកមិននៅទីនេះដើម្បីប្រារព្ធខួបកំណើតរបស់ខ្ញុំអ្នកនៅទីនេះដើម្បីជួបខ្ញុំលេងផ្ទះស្លាប់ដោយរបៀបណាជីតាដ៏ល្អរបស់ខ្ញុំរឿងបានមកដល់ចំណុចនេះវាជាកំហុសរបស់អ្នកកូនប្រុសនិងកូនស្រីតូចទីក្រុងរបស់យើងទាំងមូលត្រូវបានបង្ក្រាបឥឡូវនេះវាជាកំហុសរបស់យើងកុំភ្លេចអ្វីដែលអ្នកបាននិយាយដរាបណាឪពុកខ្ញុំរស់ឡើងវិញគ្រូសាលេងជាកម្មសិទ្ធិរបស់ឪពុកខ្ញុំទីបំផុតកូនបាននិយាយអ្វីដែលអ្នកចង់បានដរាបណាពូលេនរបស់ខ្ញុំនៅទីនោះគ្រូសាលេងនឹងមិនប្រគល់វាឲ្យអ្នកទេចុះអ្នកវិញតើអ្នកបានអនុញ្ញាតឲ្យយើងមកធ្វើអ្វីដើម្បីប្រារព្ធខួបកំណើតរបស់អ្នកហើយដែនមិនគួរនៅក្នុងសារដែលអ្នកផឹកទេហើយអ្វីបានជាវានៅក្នុងដៃរបស់អ្នកសារភាពថាចង់សម្លាប់ខ្ញុំប្រាប់ខ្ញុំថាហេតុអ្វីបានជាអ្នកមានចិត្តល្អណាស់ចូលត្រឡប់មកវិញនឹងជូនពរអ្នកថ្ងៃកំណើតបន្ទាប់ពីចូលដល់មាត់ទ្វារអាកប្បកិរិយាបានផ្លាស់ប្ដូរដូច្នេះអ្នកចង់សម្លាប់យើងពិតប្រាកដយីបេវែនមិនគួរមានជីវិតរស់ឡើងវិញទេគាត់គួរតែស្លាប់ក្នុងកណ្ដាប់ដៃនៃគ្រួសារដ៏ធំទាំង4ប្រើកម្រិតទាបបែបនេះមធ្យោបាយចង់សម្លាប់អធិរាជអមតៈនេះប្រាប់ការពិតខ្ញុំទៅគ្រួសារលេនរបស់អ្នកមិនបានចាប់អារម្មណ៍អ្វីទាំងអស់ខ្ញុំនឹងប្រាប់អ្នកពីអ្វីគឺខ្ញុំដែលចង់សម្លាប់អ្នកមិនមានពាក់ព័ន្ធនឹងអ្នកដទៃទេខ្ញុំធ្វើការតែម្នាក់ឯងយីបេវែនទុកប្រពន្ធកូនខ្ញុំឲ្យអ្នកដោះស្រាយដើមឡើយខ្ញុំចង់សម្លាប់យីបេវែនខ្ញុំនឹងកាន់កាប់ទ្រព្យសម្បត្តិរបស់គ្រួសារធំទាំង4ប៉ុន្តែផែនការរបស់ខ្ញុំបរាជ័យខ្ញុំគ្មានសមត្ថភាពគ្រួសារលេងមិនអាចបន្តទៅមុខបានទេស្ដេចពិតនាពេលអនាគតគ្រួសារលេងខ្ញុំនឹងទុកវាឲ្យអ្នកប៉ាកុំបារម្ភខ្ញុំពិតជានឹងគ្រប់គ្រងគ្រួសារលេងបានយ៉ាងល្អមិនធម្មតាខ្ញុំសូមឲ្យអ្នកទុកពេលនេះប្រសិនបើមានខ្ញុំចង់ទុកឲ្យពួកគេប៉ុន្តែពួកគេប្រហែលជាមិនអនុញ្ញាតឲ្យយើងទៅទេរងចាំឲ្យពួកគេត្រឡប់មកវិញឬអ្នកចង់ប្រឆាំងនឹងយើងម៉ាក់កុំទន់ជ្រាយលើពួកគេប៉ុន្តែពួកគេគឺជាគ្រួសាររបស់ខ្ញុំមិនអាចខកខើទេពូលីនមិនខ្លាចស្លាប់ទេមិនត្រូវការអង្គប្រកលលាក់ពុតរបស់អ្នកទេគ្រាន់តែធ្វើវាបង្កប់បញ្ជារបស់អធិរាជជូនដំណឹងដល់ក្រុមហ៊ុនទាំងអស់នៅយិនឆេងកាត់ផ្ដាច់